ការវិវត្តខ្ញុំបានឃើញរឿងកូរ៉េមួយទៀតហើយដែលល្បីខ្លាំងហើយបានបន្ទុកពោះទៀតដោយសារតែសាច់រឿងនឹងការថតនឹងវាខ្លាំងពេកក្រោយពីកែប្រែច្រើនដងរួចមករឿងនេះចេញបញ្ចាំងភ្លាមត្រឹមតែ10នាទីក្រោយទូឯកក៏ឡើងដល់លេខ1ក្នុងតារាល្បីល្បាញភ្លាមនេះហើយជារឿងបែបរន្ធត់របស់កូរ៉េឆ្នាំ2017ដែលល្អបំផុតវិធីចងចាំរបស់ឃាតករលោកសូឈុងគូបានប្រើទេពកោសល្យសម្ដែងដ៏អស្ចារ្យសម្ដែងជាឃាតករម្នាក់ដែលបោកបញ្ឆោតសម្ដីតែខ្លួនឯងអ្នកប្រហែលជាគិតថានេះជារឿងឃាតករសម្រាប់រំភាតាមសម្រាប់ស្រីម្នាក់ខុសហើយអ្នកប្រហែលជាគិតថានេះជារឿងប៉ូលីសដេញចាប់ឃាតករសម្រាប់រំភាខុសទាំងស្រុងថ្ងៃនេះរឿងនេះនឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរការយល់ឃើញទាំងស្រុងអំពីការចងចាំនិងការពិតបរិះក្នុងរូបនេះឈ្មោះឡាយជីនគាត់ជាមនុស្សចាស់ម្នាក់ដែលមានជំងឺវង្វេងវង្វាន់តាមពិតទៅគាត់មានអាថ៌កំបាំងដ៏ធំមួយលាក់ទុកជាឃាតក្នុងករណីសម្រាប់មនុស្សរាប់នាក់ដោយសារគាត់វង្វេងវង្វាន់គាត់ក៏បានវង្វេងផ្លូវនៅក្នុងប៉ុស្តិ៍ប៉ូលីសឥឡូវនេះកូនស្រីរបស់គាត់ឈ្មោះ MC កំពុងបង្ហាញខ្លួននាងបានទៅរកគាត់នៅប៉ុស្តិ៍ប៉ូលីសហើយនាំឡាយជីនត្រឡប់ទៅផ្ទះវិញរឿងរ៉ាវពិតប្រាកដនៃវគ្គនេះនឹងចាប់ផ្ដើមហើយរូបភាពបានត្រឡប់ទៅសម័យកាលដែលឡាយជីននៅក្មេងឡាយជីនកាលនៅក្មេងបានត្រឡប់មកផ្ទះវិញពីសាលារៀនគាត់បានរុញទ្វារផ្ទះចូលហើយបានឃើញផ្ទះទាំងមូលញ៉ៃញ៉ៃម្ដាយនិងបងស្រីរបស់គាត់មានរបួសពេញខ្លួននៅក្នុងដៃរបស់នាងកំពុងតែកាន់ស្បែកជើងស្ទូចដែលគាត់ចូលចិត្តបំផុតចំណែកស្បែកជើងម្ខាងទៀតគឺប្រឡាក់ពេញដោយទឹកស៊ុបឪពុកគាត់យកស្បែកជើងមកគ្របក្បាលដេកជាជីនក៏ដើរទៅរើស្បែកជើងនោះដោយប្រុងប្រយ័ត្នបំផុតតែនៅតែធ្វើឲ្យពុកដែលស្រវឹងស្រាប់ភ្នាក់ដែរឪពុកក៏ទាំងមួយកំភ្លៀងពីដៃទៅលើខ្លួនរបស់គេឪពុកដែលនៅតែមិនទាន់អស់ចិត្តក៏នាំសិលជីនចូលទៅក្នុងបន្ទប់ដើម្បីបន្តដាក់ទោសគេពេលនេះសិលជីនទ្រាំលែងបានហើយមិនចាំបាច់ទ្រាំទៀតទេគេក៏យកខ្នែសង្កត់មុខឪពុកយ៉ាងណែនឪពុកដែលតែងតែប្រើអំពើហិង្សាជាច្រើនឆ្នាំនោះក៏បានស្លាប់បាត់បង់ជីវិតទៅជាពេលយកសិលជីនក៏យកស្ទូពុកទៅកប់នៅក្នុងព្រៃតូចមួយគេភ័យខ្លាចជាខ្លាំងអង្គុយនៅក្នុងបន្ទប់ណាត់តូចមួយពេញមួយថ្ងៃខ្លាចប៉ូលីសមកដល់ផ្ទះប៉ុន្មានថ្ងៃក្រោយមកអ្វីហាក់ដូចជាស្មុគស្មាញធម្មតាដោយសារតែបទពិសោធន៍លើកនេះចាប់ពីពេលនោះមកគ្រាប់ពូជនៃអំពើអាក្រក់ក៏បានដុះក្នុងចិត្តគាត់ធ្វើឲ្យគាត់ផ្លាស់ប្ដូរចិត្តគំនិតទាំងស្រុងចាប់តាំងពីអាយុ17ឆ្នាំដែលគាត់បានសម្លាប់បុរសតាមអំពើហិង្សាក្នុងគ្រួសារលោកគីមចំណាស់បានបន្តក្នុងរយៈពេលប៉ុន្មានទសវត្សរ៍បន្ទាប់បានសម្លាប់មនុស្ស12នាក់យ៉ាងយកចិត្តទុកដាក់ហើយគាត់មានក្រុមសិលធម៌វិជ្ជាជីវៈតឹងរ៉ឹងទៀតផងសម្លាប់តែមនុស្សប្រុសអាក្រក់បុរសតាមអំពើហិង្សាក្នុងគ្រួសារមនុស្សអសិលធម៌មិនដែលប៉ះពាល់មនុស្សល្អទេហើយនិយាយបានថាជាមនសិការរបស់ឃាតករហើយក៏ពួកគេទាំងអស់គ្នានៅក្នុងព្រៃតូចមួយដើម្បីធ្វើជាគុកនៅពុករបស់គេរហូតដល់ថ្ងៃមួយនេះនារីចុងក្រោយដែលគេសម្លាប់នោះបានធ្វើឲ្យដំណើរជីវិតរបស់គេផ្លាស់ប្ដូរយ៉ាងមិនគួរឲ្យជឿគេលែងចាំថាបានសម្លាប់នាងដោយសារអ្វីទៀតហើយក្បត់ចិត្តមែនទេឬក៏រឿងអ្វីផ្សេងពេលសម្លាប់នាងរួចហើយកប់សុបរួចហើយពេលកំពុងបើកឡានត្រឡប់ទៅវិញក៏បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរពេលដែលគេភ្ញាក់ខ្លួនឡើងលោកគីមចាស់លែងចាំអ្វីទាំងអស់គេក៏អ៊ុរាងកាយដែលរងរបួសត្រឡប់មកដល់ផ្ទះវិញគេឃើញក្មេងស្រីនៅពីមុខលោកគីមចាស់ក៏សម្រេចចិត្តលាឈប់ពីការងារចាស់តែតែគាត់នឹងរឿងរ៉ាវខាងក្រៅទៀតហើយមួយប៉ព្រិចភ្នែកពេលវេលាក៏កន្លងផុតទៅយ៉ាងលឿនលោកគីមចាស់បានបើកគ្លីនិកសត្វចិញ្ចឹមមួយនៅទីប្រជុំជនហើយចិញ្ចឹមកូនស្រីរបស់គាត់រហូតដល់ធំពេញវ័យចិញ្ចឹមបានស្អាតខ្លាំងណាស់ស្រស់ស្អាតគួរឲ្យគិតគុណខ្ញុំទ្រាំមិនបានទេស្ទើរតែហៀទឹកមាត់ហើយដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានឆ្នាំមុនលោកគីមចាស់ក៏កើតជំងឺវង្វេងវង្វាន់កូនស្រីថែមទាំងបានចុះឈ្មោះឲ្យគាត់រៀនភាសាអង់គ្លេសទៀតផងជីវិតដ៏ស្ងប់ស្ងាត់ក៏ត្រូវបានរំខានថ្ងៃនេះមានករណីឃាតកម្មលើស្ត្រី3នាក់ជាប់គ្នាវិធីសាស្ត្រសម្រាប់គឺខុសគ្នាណាស់គិតក៏នៅតែមិនទាន់ចាប់បាននៅឡើយគីមចុងស៊ូបានឃើញករណីទាំងនេះនៅក្នុងព័ត៌មាននាងមានអារម្មណ៍មិនស្រួលក្នុងចិត្តនាងមានវិចារណញ្ញាណមួយគិតក៏ថ្ងៃនេះគឺជាមនុស្សប្រភេទដូចនាងដែរនាងប្រញាប់រកស្បែកជើងរបស់នាងដែលនាងតែងតែពាក់រាល់ពេលសម្រាប់មនុស្សសំណាងល្អគ្មានស្នាមប្រឡាក់អ្វីលើទេថ្ងៃមួយគីមចាស់បើកឡានភ្លេចខ្លួនគាត់បានបុកគូតឡានខាងមុខម្ចាស់ឡានគឺជាប៉ូលីសសង្ហាម្នាក់ឈ្មោះមីនថៃជូគីមចាស់ស្រាប់តែធំក្លិនឈាមចេញពីខ្លួនបរិះនោះពេលមើលទៅគូតឡាននៅមានឈាមស្រក់ទៀតតែផ្សេងបុកគូតឡានគេមើលខាងពោះតែគាត់បុកគូតឡានគាត់ធំក្លិនឈាមនេះជាជំនាញវិជ្ជាជីវៈរបស់គាត់មិនទៅធ្វើឆ្កែហិតគ្រឿងញៀនទេពិតជាខ្សែជីទេពិតមែនលោកគីមចាស់បានសន្និដ្ឋានភ្លាមក្មេងនេះហើយជាឃាតករសម្លាប់រង្គាលថ្មីតែគាត់មិនហ៊ានរាយការណ៍ប៉ូលីសទេចុះបើប៉ូលីសស៊ើបអង្កេតទៅរកឃើញរឿង12ករណីរបស់គាត់កាលពីមុនវិញចឹងមិនចាប់ហើយទៅមើលរថយន្តដែលបើកចេញទៅលោកគីមចាស់ប្រកាស 100% ថាមនុស្សម្នាក់នេះជាប្រភេទមនុស្សដូចគាត់ដែរគាត់ក៏ប្រញាប់យកប៊ិចថតសម្លេងមកកត់ត្រាពេលនេះលោកគីមចាស់បើកកុំព្យូទ័ររកតម្រុយគាត់រកឃើញថាអ្នកស្លាប់ទាំង3នាក់សុទ្ធតែជានារីវ័យក្មេងគាត់ក៏ប្រញាប់ទូរស័ព្ទទៅកូនស្រីរបស់គាត់ដើម្បីការពារកូនស្រីគាត់ក៏ទូរស័ព្ទទៅប៉ុស្តិ៍ប៉ូលីសម្ដងទៀតដឹងប៉ូលីសម្នាក់ឈ្មោះម៉ែនថៃចៅនេះគេថាគាត់ជាតសម្លាប់មនុស្ស3នាក់ជាប់គ្នាប៉ូលីសគិតថាគាត់វង្វេងវង្វាន់គិតថាគាត់មិនគ្រប់ទឹកក៏បណ្ដេញគាត់ចេញទៅដោយសារបទ
ពិសោធន៍ក្នុងការសម្លាប់មនុស្សជាច្រើនឆ្នាំលោកគីមចាស់ក៏ត្រឡប់ទៅកន្លែងកើតហេតុវិញដោយពឹងផ្អែកលើវិចារណញ្ញាណរបស់គាត់ស្វែងរករបៀបដែលឃាតទៅធ្វើសកម្មភាពនិងកន្លែងដែលបាត់បង់ពិតជាដោយការរំពឹងទុកមែនគាត់ក៏ដើរតាមអារម្មណ៍របស់គាត់ទៅដល់មាត់ទន្លេពិតជាបានរកឃើញសាកសពស្ត្រីម្នាក់មែនមានភេទជួយយល់ហើយច្បាស់ជាតាចាស់នោះជាអ្នកទូរស័ព្ទហើយគាត់ដឹងថាលោកគីមចាស់មានមន្ទីរពេទ្យសត្វចិញ្ចឹមមួយពេលកូនឆ្មាតាមអាសៀខានលើនាមបានក៏រកឃើញផ្ទះរបស់លោកឡាវជីនចៃដន្យអីក៏ចៃដន្យម្លេះកូនស្រីរបស់លោកឡាវជីនក៏បានដើរកាត់ទីនេះដែរឃើញបរោះនៅចំពោះមុខកំពុងបីកូនឆ្មាក៏ឡើងទៅប្រាប់គាត់ថាឪពុកនាងជាប់រវល់អត់នៅផ្ទះទេថ្ងៃនេះហើយប្រាប់ឲ្យគាត់ទៅមន្ទីរពេទ្យសត្វក្នុងក្រុងដោយសារតែការមើលឃើញមួយផ្លែតនេះមេងថៃចៅក៏លងស្នេហ៍កូនស្រីរបស់លោកឡាវជីនស្រឡាញ់នាងខ្លាំងមែនទែនជប់នោះមេងថៃចៅបានជួប NC ដោយចៃដន្យក៏ស្នើសុំជូន NC ទៅផ្ទះ NC ដែលស្លូតត្រង់ក៏បានជិះឡានរបស់គាត់ទៅលោកឡាវជីនកំពុងរងចាំ NC ត្រឡប់មកផ្ទះវិញដោយបារម្ភនៅមុខផ្ទះពេលនោះគាត់ក៏បានឃើញស្ត្រីម្នាក់ទីជាស្ត្រីចុងក្រោយដែលគាត់បានសម្លាប់លោកកឹមចាស់ក៏ទីនាងជាប់ចាប់ច្របាច់ទៅនាងភ្លាមពេលនាងស្រែកហៅថាប៉ាជួយខ្ញុំផងលោកកឹមចាស់ទើបដឹងខ្លួនវិញពេលនោះលោកកឹមចាស់គំនិតគាត់ច្របូកច្របល់អស់ហើយគាត់ដឹងថាជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅហើយលោកកឹមចាស់ជិះឡានលេងជាមួយស្រីសក់តុងដែងតាមផ្លូវតែពេលគាត់ចាប់ហ្វ្រាំងស្រីសក់តុងដែងក៏បុកទៅមុខស្ទើរសន្លប់លោកកឹមចាស់បែរជាឃើញធៀបទៅវិញហើយកំពុងតែស្នេហាជាមួយកូនស្រីរបស់គាត់គឺ NC អូយព្រះអាយរឿងនេះមិននឹងអាចទទួលយកបានទៅនៅតាមផ្លូវត្រឡប់មកវិញលោកកឹមក៏បានយកបេថតសម្លេងចេញមកទៀតហើយបានកត់ត្រាទុកពេលត្រឡប់មកដល់ផ្ទះលោកកឹមកាន់តែគិតកាន់តែខឹងកាន់តែមានអារម្មណ៍ថាមិនស្រួលគាត់ក៏ប្រញាប់ទាញបេថតសម្លេងចេញមកហើយស្ដាប់សម្លេងដែលគាត់បានថតទុកម្ដងហើយម្ដងទៀតរូបភាពជាច្រើនក៏បានលេចឡើងក្នុងគំនិតរបស់គាត់ទីបំផុតគាត់ក៏នឹកឃើញអ្វីមួយគាត់ក៏នឹកឃើញភ្លាមថាកូនស្រីរបស់គាត់កំពុងមានគ្រោះថ្នាក់លោកកឹមបានសួររកកូនស្រីនៅរោងកុនហើយប្រញាប់ទៅយកនាងត្រឡប់មកផ្ទះវិញគាត់ក៏ទាញកូនស្រីហើយខឹងសម្បាយ៉ាងខ្លាំងគាត់ក៏បានប្រាប់កូនស្រីរបស់គាត់ថាប៉ិនថៃជូគឺជាឃាតករប៉ុន្តែពាក្យសម្ដីរបស់កូនស្រីធ្វើឲ្យលោកគីមបាត់បង់ទំនុកចិត្តភ្លាមលោកគីមមិនជឿរឿងអីនេះទេគាត់គិតថាមានថៃជូបានលេងខួរក្បាលកូនស្រីគាត់ហើយគាត់ក៏បានយកគំរូឈាមដែលគាត់បានយកពីមុនមកភ្លាមហើយប្រកល់វាទៅឲ្យប៉ូលីសដែលគាត់ស្គាល់ជាយូរមកហើយប៉ូលីសបានប្រាប់គាត់ថាផលទេនឹងចំណាយពេលជាមួយសប្តាហ៍ឲ្យគាត់រងចាំសិនត្រូវរងចាំមួយសប្តាហ៍រួចគាត់ក៏ចាក់សោទ្វារបន្ទប់ពីខាងក្នុងម្យ៉ាងវិញទៀតលោកគីមដើម្បីការពារកូនស្រីរបស់គាត់ចង់ធ្វើសកម្មភាពមុនគាត់ក៏ចាប់ផ្ដើមធ្វើការងារចាស់របស់គាត់ឡើងវិញហើយបានយកថ្នាំសណ្ដំចេញមកហាត់សម្ដងហើយម្ដងទៀតសម្រាប់មែនតែចៅលោកជីនឲ្យកូនស្រីគាត់ហៅមិនតែចៅមកផ្ទះញ៉ាំបាយនិយាយលេងតែពេលមិនតែចៅមកដល់ផ្ទះលោកជីនបានភ្លេចបាត់ហើយថាគេជាឃាតករក៏ចាប់ផ្ដើមនិយាយរឿងនេះរឿងនោះកំពុងតែនិយាយគ្នាដោយរីករាយស្រាប់តែគាត់នឹកឃើញវិញគាត់ក៏ត្រឡប់ទៅបន្ទប់វិញលោកជីនក៏ចាប់ពីកំជុលថ្នាំសណ្ដំដែលបានត្រៀមទុកចង់លោកវាយប្រហារគេពេលគាត់ត្រៀមខ្លួនធ្វើសកម្មភាពស្រាប់តែកូនស្រីគាត់លេចមកផែនការក៏ត្រូវលុបចោលទៅប៉ែនថៃចៅបានចេញទៅហើយដាវជីនក៏លេចមើលទៅកូនស្រីរបស់គាត់ក៏ស្រាប់តែឃើញស្នាមខ្ទាស់នៅក្ររបស់នាងដាវជីនស្មានថាជាក្មេងប្រុសនោះជាអ្នកធ្វើតែស្រាប់តែកូនស្រីនិយាយថានេះប៉ាជាអ្នកខ្ទាស់ទេតាកូនស្រីក៏ខឹងហើយដើរចេញទៅនៅពេលនេះការចងចាំនៅក្នុងខួរក្បាលរបស់ឡាវជីនបានបែកបាក់អស់ហើយរឿងរ៉ាវកាលពីមួយសប្តាហ៍មុនគាត់បានភ្លេចអស់ហើយហើយដឹងថាស្ថានភាពជំងឺរបស់គាត់មិនអាចគ្រប់គ្រងបានទៀតទេឡាវជីនក៏ប្រញាប់ហៅប៉ូលីសដែលយកឈាមទៅធ្វើតេស្តនោះមកតែប៉ូលីសនោះប្រាប់គាត់ថាលទ្ធផលតេស្តឈាមនោះគឺឈាមផាវជីឡាវជីនក៏ចាប់ផ្ដើមសង្ស័យខ្លួនឯងសង្ស័យថាខ្លួនឯងនឹងហើយជាឃាតករញាក់ពីគេឃើញដៃជើងខ្លួនឯងត្រូវគេចោះហើយនៅក្បែរនោះមាននាងថៃចៅអង្គុយបើកហាងសម្ដីទាំងនេះពិតជាសម្លាប់មនុស្សទាំងផ្លូវកាយនិងផ្លូវចិត្តអំពិតទៅអ្វីទាំងអស់គឺមិនថៃចៅជាអ្នករៀបចំពីក្រោយខ្នងពេលឃើញកំណត់ហេតុរបស់ឡាវជីនគាត់ក៏បានកែប្រែវាចំណែកគំរូឈាមរបស់សុងជាងក៏ត្រូវគេបដូរដែរគឺចង់ទម្លាក់កំហុសលើឡាវជីនស្រាប់តែទស្សនវិជ្ជាប្រែប្រួល
ដោយជីមក៏ភ្ញាក់ខ្លួនភ្លាមក៏ដឹងថាគ្មានរឿងអ្វីកើតឡើងសោះក៏ប្រញាប់រត់ទៅបន្ទប់កូនស្រីទៅកូនស្រីដែលកំពុងដេកលក់ឡើងឲ្យសាច់ញាតិមកទទួលគាត់ទៅស្នាក់នៅវត្តមួយរយៈកុំឲ្យគាត់ជួបជាមួយមីនថៃជើពេលយប់គាត់ពាក់ស្រោមដៃអត់ឡានចេញទៅលោកគឹមចាស់ចង់សម្លាប់មីនថៃជើមុនពេលគាត់បាត់បង់ការចងចាំតាមមីនថៃជើរហូតមកដល់មាត់ទន្លេលាក់ខ្លួនក្នុងគំត្រែងឃើញមីនថៃជើកំពុងញាត់អ្វីមួយចូលក្នុងឃ្លាំងក្រោយឡានពេលគាត់ចេញទៅភ្លាមលោកគឹមចាស់ក៏លបដាវចូលទៅក្នុងផ្ទះចូលទៅមើលឃើញហើយភ្ញាក់ផ្អើលតែម្ដងនេះជាកន្លែងកើតហេតុឧក្រិដ្ឋកម្មសម្លាប់មនុស្សនិងកាត់សាកសពបើទូទឹកកកឃើញមានក្បាលមនុស្សនៅខាងក្នុងទៀតគាត់ក៏ចាប់យកខ្សែអាត់វីដេអូដែលនៅក្បែរនោះខាងក្នុងនោះគឺជារូបភាពក្មេងស្រីម្នាក់កំពុងត្រូវគេចាប់ចម្រិតអត់ទេនេះមិនមែនជាបងស្រីសក់តុងដែងនោះទេឬមួយសាកសពនាងនៅក្នុងឡានមិញទីបំផុតរកឃើញភស្តុតាងហើយគាត់ក៏យកម៉ាស៊ីនថតវីដេអូទៅរកប៉ូលីសហើយប្រាប់រឿងមិនថេជូបដូរឯកសារបន្ទាប់មកក៏ហៅមិនថេជូមកហើយពួកគេទៅមកគ្នាភ្លាមនៅនឹងកន្លែងមិនថេជូមិនព្រមទទួលស្គាល់ទេទៅវិញគាត់បែរជាបំបីការសង្ស័យទៅលើលោកគឹមចាស់ទៅវិញលោកគឹមចាស់ដែលខឹងខ្លាំងក៏ចុះពីឡានទៅរីគាត់ភ្លាមសំណាងល្អប៉ូលីសចាស់បានគាត់ទាន់បន្ទាប់មកក៏សួរគាត់ថាអិនស៊ីណែណាខ្ញុំមិនបានតាក់ទងគាត់បាន3ថ្ងៃហើយលោកគឹមចាស់ប្រាប់ពីទីតាំងកូនស្រីរបស់គាត់ប៉ូលីសចាស់បានធានាប្រាប់គាត់ថានឹងការពារគាត់ឲ្យបានល្អមិនប្រាប់ទីតាំងទេនោះនឹងត្រូវចាប់ខ្លួនលោកគឹមចាស់ហើយលោកគឹមចាស់ថាគេបញ្ជូនទៅវត្តម៉ារីយ៉ាតែមីនថេជូថាអត់មានវត្តម៉ារីយ៉ាឯណាកន្លែងនឹងខ្ល้ายជាកន្លែងបាក់បែកអស់រាប់សិបឆ្នាំហើយលោកគឹមចាស់អត់ជឿគាត់ក៏ឡើងឡានទៅពិនិត្យមើលព័ត៌មានពេលពិនិត្យមើលគាត់ភ័យខ្លាចណាស់លើផែនទីរកកន្លែងនឹងអត់ឃើញទេអត់ត្រូវទេការចងចាំពីមុនគឺថាបញ្ជូនទៅវត្តរបស់សាច់ញាតិគាត់ក៏បើកឡានមកកន្លែងនេះភ្លាមអូហូស្មារតីខ្ពស់ជាងមនុស្សទៅទៀតចំណែកនៃការចងចាំដ៏អាក្រក់នោះក៏លេចឡើងក្នុងខួរក្បាលទៀតបងស្រីរបស់គាត់បានចង់សម្លាប់ខ្លួននៅទីនេះគាត់នឹកឃើញស្ត្រីចុងក្រោយដែលគាត់បានសម្លាប់គឺប្រពន្ធរបស់គាត់សោះដោយសារប្រពន្ធគាត់ភិតក្បត់ហើយកូនក៏មិនមែនជាកូនរបស់គាត់ដែរក្រោយមកពេលគាត់បើកឡានត្រឡប់ទៅវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខួរក្បាលគាត់មានបញ្ហាមកដល់ត្រង់នេះខ្ញុំទើបដឹងថាកូនស្រីដែលគាត់ចិញ្ចឹមរហូតមកគឺកូនរបស់ប្រពន្ធគាត់ជាមួយអ្នកផ្សេងសោះដូចជាគាត់គ្រាន់តែជាឪពុកចិញ្ចឹមប៉ុណ្ណោះសំណាងហើយដែលបាត់បង់ការចងចាំតែមិនអីចឹងទេក្មេងនេះប្រហែលជាត្រូវលោកគឹមសម្លាប់ដែរដល់ចុងបញ្ចប់នៃរឿងការប្រែប្រួលនេះពិតជាមិននឹកស្មានដល់សោះករណីជាតិកម្មករណីក្រោយមកគឺសុទ្ធតែលោកគឹមជាអ្នកធ្វើសម្រាប់ចិត្តបញ្ចប់ជីវិតខ្លួនឯងស្រាប់តែសម្លេងរបស់មីនថេជូឮចេញពីបេថតសម្លេងអ្វីដែលបានកើតឡើងពីមុនគឺពិតទាំងអស់មិនមែនការចងចាំរបស់គាត់មានបញ្ហាទេតែមន្ទីរពេទ្យម៉ារីយ៉ាពីមុននោះមិនបាត់បង់ទៅហើយទេអញ្ចឹងកូនស្រីរបស់គាត់នឹងត្រូវបញ្ជូនទៅណាទៅតាមតែការចងចាំរបស់លោកគឹមចាស់គឺច្របូកច្របាំម្ដងទៀតអ្នកដែលគាត់ហៅមកមិនមែនជាសាច់ញាតិតតែសោះតែមីនថេជូទេដែលបើកឡានមកទទួលកូនស្រីរបស់គាត់ទៅក្នុងពេលជាមួយគ្នានោះដែរមីនថេជូបាននាំប៉ូលីសស៊ើបអង្កេតទៅរកព្រៃដែលលោកគឹមចាស់កប់សាកសពក៏បានរកឃើញសាកសពជាង10នាក់ដែលបានស្ងួតហួតហែងអស់ហើយមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានរកឃើញសាកសពមួយដែលទើបតែត្រូវគេសម្លាប់មិនបានប្រមាណផងជាសាកសពនារីសក់តុងដែងដែលពេញដោយឈាមពេលនោះលោកគឹមក៏បានទូរស័ព្ទមកហើយក៏ចាក់សម្លេងថតនោះឲ្យប៉ូលីសស្ដាប់ប៉ូលីសចាស់ក៏តាមដានមីនថេជូរហូតដល់ផ្ទះឈើតូចមួយក្នុងព្រៃតាមបង្អួចគាត់ឃើញ MC តែចុងក្រោយក៏ត្រូវគេដឹងហើយក៏ច្របាច់ក៏សម្លាប់ចោលតែម្ដងតាមពិតមីនថេជូក៏មានឪពុកដែលប្រើអំពើហិង្សាក្នុងគ្រួសារតាំងពីក្មេងដែរគាត់ក៏យកកាំបិតចាក់សម្លាប់ឪពុកតែម្ដាយរបស់គាត់ដែលជាវីប្រហារគាត់ពីក្រោយខ្នងទៅវិញបណ្ដាឲ្យក្បាលរបស់គាត់ខូចខាតមួយផ្នែកគាត់គិតមិនយល់សោះទាំងដែលខ្លួនឯងកំពុងការពារម្ដាយហើយអ្វីម្ដាយបែរជាធ្វើបែបនេះដាក់គាត់ទៅវិញបណ្ដាឲ្យគាត់ចាប់ដើមស្អប់ស្ត្រីទាំងអស់តាំងពីពេលនោះមកលោកគឹមឬដំណឹងក៏ប្រញាប់មកដល់ពេលឃើញកូនស្រីត្រូវគេចង់នៅលើដីគាត់ក៏ស្ទុះទៅប្រយុទ្ធជាមួយគេហើយគាត់ជាបុរសចំណាស់អាយុជាង50ឆ្នាំទៅហើយមិននឹងទៅជាគូប្រកួតនឹងក្មេងប្រុសកម្លាំងកំហែងបានទៅលោកគឹមត្រូវគេវាយរហូតគ្មានកម្លាំងផ្ដាល់ហើយបុរសចំណាស់រូបនេះដោយសារតែការតាំងចិត្តស្លាប់ដើម្បីការពារកូនស្រីគាត់បានប្រយុទ្ធដោយមិនខ្លាចស្លាប់ហើយក៏បានឈ្នះទៀតតាមមកដល់របស់ប៉ូលីសបានបញ្ចប់រឿងទាំងអស់នេះលោកគឹមក៏ត្រូវចាប់ខ្លួនដែរមីនថៃជើក៏ស្លាប់ដែរពួកឲ្យសោកស្ដាយប៉ូលីសល្អរូបនោះក៏ត្រូវគេសម្លាប់ដែរតាមពិតទៅរឿងនេះនៅមានការបកស្រាយមួយបែបទៀតលោកគឹមដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយធ្វើឲ្យបុគ្គលិកលក្ខណៈមួយទៀតរបស់គេបែកចេញមករាល់ការសម្លាប់ទាំងអស់គឺគេជាអ្នកធ្វើមីនថេជូគឺបុគ្គលិកលក្ខណៈមួយទៀតរបស់គេនឹងឯងគ្រាន់តែដោយសារតែសាច់រឿងវាអស្ចារ្យពេកទើបបានកែប្រែច្រើនដងទើបអាចចាក់បញ្ចាំងបានលោកគឹមចាស់កែជំងឺ